Chăm pa nâng rụm đùa chúng đi xua bong ôn từng ở kia bong ôn và còn chỉ ngó lại hai đấy bạn nhưng trong hai mua chăm pa nâng rụm đùa videoนี้ថតចេញពីសួនសត្វភ្នំតាម៉ៅយើងហើយបងប្អូនតែងតែបានឮហើយដំរីលាក់គីដំរីឈូកដំរីលំផាត់ដំរីចាណាមដំរីចម្រើនប៉ុន្តែបងប្អូនកម្រនឹងបានឮណាឈ្មោះដំរីចម្ប៉ានិងដំរីរំដួលចម្ប៉ាចម្ប៉ាអរគុណអរគុណចម្ប៉ាអរគុណនេះស្រីនេះប្រោអរគុណអរគុណអូយខ្លួនយើងនារីហ៎យើងតន់ខ្លួនទីឲ្យយើងនារីឥឡូវនេះខ្ញុំនាំមកមើលពីភាពអស្ចារ្យហើយគួរភ្ញាក់ផ្អើលរបស់ចម្ប៉ាហើយនឹងរំដួលប្រវត្តិចម្ប៉ានិងរំដួលនេះគឺពិតជាមិនធម្មតាទេបងប្អូនចម្ប៉ានិងរំដួលធ្វើដំណើរមកពីប្រទេសឡាវគឺជាដង្វាយពីសាធារណរដ្ឋប្រជាមានិតឡាវថ្វាយជូនទៅដល់ព្រះមហាក្សត្រនៃយើងសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចឹងដំរីមួយគូនេះគឺជាដំរីដែលអស្ចារ្យបំផុតហើយភាពជាក់ស្ដែងនៃនេះខ្ញុំបានទៅគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដំរីនេះមើលទៅរូបរាងខាងក្រៅមានកម្លាំងមាំមួនស្វាហាប់ឆ្លៀសវៃហើយនឹងភាពក្រមិចក្រមើមបងប្អូនប្រកាសជាឮតែឈ្មោះដំរីផ្សេងប៉ុន្តែមកដឹងពីប្រវត្តិដំរីមួយគូនេះគឺពិតជាមិនធម្មតាមែនអីដែលនាងខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺអ្នកជំនាញនៅទីនេះគាត់ត្រៀមចំណីនៅក្នុងដៃស្រាប់សម្រាប់ឲ្យដំរីទាំងពីរបរិភោគអ្វីដែលសំខាន់គឺមានអំពៅកាត់ជាកង់ហើយស្រាប់នៅក្នុងដៃនោះបងប្អូនទាំងអស់គ្នាដំរីនេះគឺមានភាពឆ្លាតវៃហើយរហ័សរហួនខ្លាំងមែនតើនេះសូម្បីតែលុយក៏ស្គាល់លុយដែរនៅពេលដែលយើងហុចចំណីទៅគេយកចំណីហ្នឹងយកទៅបរិភោគខ្លួនឯងប៉ុន្តែបើសិនជាយើងហុចលុយទៅគឺយកប្រម៉ោយហ្នឹងចាប់លុយយកទៅឲ្យអ្នកជំនាញដែលបង្វឹកគេនៅក្បែរហ្នឹងហើយដែលសំខាន់នោះគេងក់ក្បាលហ្នឹងបងប្អូនហ្នឹងងក់ក្បាលហ្នឹងគឺជាសញ្ញាបញ្ជាក់ថាអរគុណពួកគេទាំងពីរអ្នកនេះគឺមានអាយុ5ឆ្នាំចាទាំងពីរហ្នឹងគឺមានអាយុ5ឆ្នាំហើយចូលចិត្តលេងហើយវាងវៃមែនតើហើយមាំមួនរូបរាងកាយសម្បទាគឺស្រស់ស្អាតខ្លាំងមែនតើហើយវាភ្ញាក់ផ្អើលសម្រាប់នាងខ្ញុំមកពីព្រោះខ្ញុំក៏ជាមនុស្សម្នាក់ដែលអាសាទៅលេងភ្នំតាម៉ៅពីព្រោះភ្នំតាម៉ៅនៅជិតផ្ទះជាងគេប៉ុន្តែម្ដងនេះគឺពេលដែលយើងចូលទៅដល់ដំបងគេគឺសួនកន្លែងដំរីទាំងគូនេះហើយគឺដំរីចម្ប៉ានិងដំរីរំដួលហ្នឹងនៅខាងដើមទីគេតែម្ដងអញ្ចឹងបងប្អូនទៅដល់គឺនឹងឃើញហើយគឺកុំភ្លេចចូលរួមទៅកំសាន្តក៏ដូចជាទស្សនាឲ្យបានច្រើនទាំងអស់គ្នាចាដើម្បីជួយជ្រោមជ្រែងលើកកម្ពស់នៅប្រជាប្រិយភាពសម្រាប់ភ្នំតាម៉ៅហើយបន្តថែរក្សាចាដើម្បីឲ្យសួនសត្វនេះកាន់តែមានកេរ្តិ៍ឈ្មោះរបស់សម្លេងហើយបន្តទទួលបាននៅការថែទាំទៅលើសត្វព្រៃផ្សេងជាច្រើនទៀតឲ្យបានរស់នៅក្នុងទីនេះយ៉ាងមានក្តីសុខផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះខ្ញុំយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតជំរាបលា